phong sậy chứ ai man cách mình pro vai rót thành nẹt là hàn ấy vậy kìa bây giờ lấy xi măng pra loại ở bà ska lấy ní chỉ chạm phảiยุติธรรมbà nơi hiến thuyên chẳng tiên nụ xông có mộtตัวthมาsao chẹp lại sao cho băng sao vô ba sao vậy hơi con phơi mày phơi sừng slap ta hơi bà nghĩ bằng phơi ở slap nữa mình chỉ biết phơi pha chứ bà nghĩ ở cái váy slap nó mà mình phong sẽ dọc tê bôn ba con ba sẽ dọc ai con ba sao vậy xí bóng số này giá tha được thay được sai chỉ bên một bên bóng một bên nhé ọt đang thật đạch con chứ baจะthay ra sao là băng ខ្ញុំមិនទាន់ស្លាប់ផងថែសាមិនទៅចំមែន មិននិយាយពីតាទេ តាមពិតគឺណាជាការសម្ដែងរបស់ពួកខ្ញុំទេពុកសម្មាសម្ពុទ្ធោឧបាសកលីមនុស្សស្លាប់មិនអាចរស់វិញទេសង្ឃឹមថាឧបាសកអាចទ្រាំតាមយថាកម្មបើកចិត្តទូលាយរំសាយចោលនៅគំនុំកូនដឹងថាសំអាងកម្លាំងតែម្នាក់ឯងមិនអាចសងសឹកជួបពុកទេពុកនឹងសោយសោកទីនេះចុះកូនស្បត់ជូនពុកថាថ្ងៃក្រោយដល់ពេលរើធាតពុកទៅគឺជាថ្ងៃដែលហ្វងសៃយកសងជីវិតហើយហ្វងសៃចឹងលៃស៊ីហ្វានជាងច្បាស់ជាមករកឯងវិញអ្នកនាងគួរតែពិសាអីបន្តិចទៅអ្នកនាងខាន់ពិសាអី3ថ្ងៃហើយសុខភាពសំខាន់ជាងអ្នកនាងខ្ញុំគិតថាលោកម្ចាស់ច្បាស់ជាដោះលែងយមខានទេសៀវលៃពិតជាលោកម្ចាស់មែនតាលោកម្ចាស់សៀវលៃយកមកកត់គុណកុំនឹងអាវទៅជូនអ្នកនាងទៅមិនឆាប់យកជូនអ្នកនាងភ្លាមទៅចាស់លោកម្ចាស់វៃឈុតស្ដាប់ឲ្យច្បាស់ពុករកគូសកឲ្យកូនហើយស្អែកបលឹមគេនឹងសែងស្នែងចូលផ្ទះស្អែកក្រោកឡើងត្រូវតែងខ្លួនឲ្យល្អផងពុកកូនមិនយកប្តីទេពុកដោះលែងកូនទៅវៃឈុតរឿងអាពាហ៍ពិពាហ៍ជាបញ្ជារបស់ម៉ែឪណាពុករកអ្នកស្រុកស្ដំនៅហុងជើទោះជាយ៉ាងណាក៏ស័ក្តិសមនឹងតកូលយើងដែរពីពេលនេះតទៅកូនអាចសោយសុខរុងរឿងហើយពុកនេះជារឿងសុភមង្គលកូនស្រីពុកឲ្យកូនសម្រេចដល់ចិត្តខ្លួនឯងទៅវៃឈុនពុកមិនធ្វើបាបកូនទេណាកូនបើកូននៅតែតាក់ទងអត្តកូលហុងនោះទៀតកូនច្បាស់ជាស្ដាយក្រោយមិនខានកូនស្រីបើខុសគឺខុសមួយជីវិតណា
កូនសុភមង្គលកូនទើបជាការសំខាន់ណាស់បាត់ទ្វាអ្នកនាងបងហេតុអីក៏ពុកគ្មានចាំបាច់យកចិត្តកូនចាហេតុអីតើអ្នកបំរើអ្នកខ្វះចិត្តហើយចាប់ជួយផងមកជួយអ្នកនាងដាក់នាងមកហើយហ៎កន្លែងណាអាយ៉ាអូមកទៅអូចាប់បងចាសិវឡៃទៅវិញតើអ្នកនាងទៅម្ដងនេះសែនឆ្ងាយដល់ម្ល៉េះអ្នកនាងឲ្យខ្ញុំធូរចិត្តមិនទេអ្នកនាងឲ្យខ្ញុំទៅតាមផងទេសិវឡៃនាងដឹងថាខ្ញុំចាក់ចេញពីហងចៅលើកនេះមិនអស់ចិត្តនោះគឺពុករបស់ខ្ញុំគាត់មានវ័យចំណាស់ហើយខ្ញុំមិនអាចមើលថែកូនបើមានរឿងអីកើតឡើងសិវឡៃនាងជួយមើលថែពុកខ្ញុំផងប្រាប់គាត់ថាវិញឈុនខ្ញុំកងមានថ្ងៃមួយមកថ្វាយកុំសុំទោសកូនថ្ងៃណាស់ខ្ញុំលាណាអ្នកនាងខ្ញុំនិយាយទៅវិញតើថែរក្សាខ្លួនផងអ្នកនាងថែរក្សាខ្លួនអ្នកនាងយិនការពិតហ្វងសយុកគឺធ្វើពុតស្លាប់លោកស្រីហ្វងនិងលោកអ៊ំមៀវបានទៅកាន់វត្តសាលីនហើយមួយប្រព្រឹត្តភ្នែកសោះពួកឯងបានចូលសាលីនកន្លះឆ្នាំហើយកន្លះឆ្នាំនេះឆ្លងកាត់ព្យុះសង្គ្រាមច្រើនណាស់សំណាងល្អនោះគឺពួកឯងបានឆ្លងកាត់រួមចិត្តរួមកម្លាំងគ្នាថ្ងៃនេះយើងប្រមូលផ្ដុំពួកឯងទីនេះគឺចង់ស្វែងយល់មើលតើកន្លះឆ្នាំមកនេះពួកឯងចម្រើនប៉ុណ្ណាដើម្បីឲ្យព្រឹទ្ធាចារ្យទាំងអស់បានដឹងផងលោកគ្រូឬមួយក៏យើងមានការរីកចម្រើនគួរសមនោះអាចយកវិន័យមិនសមហេតុសមផលនៅក្នុងវត្តសាលីនសម្មាសម្ពុទ្ធោអញ្ចឹងត្រូវមើលស្នាដៃឯងហើយណាទាំងអស់គ្នាលឺហើយណាដើម្បីអនាគតយើងត្រូវតែប្រឹងប្រែងហ្វុងសយុកកុំនិយាយអត់ប្រយោជន៍ចាប់ដើមកណា